រឿងគោញីមានដំណាលថាកាលនោះមានស្ដេចមួយអង្គមានគោញីមួយដែលទ្រង់ស្រឡាញ់អស់ពីព្រះរាជហឫទ័យនោះព្រះករុណាទ្រង់ជ្រាបថានឹងចិញ្ចឹមគោញីនោះឲ្យបានល្អគួរផ្ញើនឹងញាក់ស្រែស្រុកក្រៅនៅទីណាដែលមានស្មៅច្រើនល្អឲ្យគោនោះវាបានស៊ីឆ្អែតថងទ្រង់ព្រះចិន្តាដូច្នេះហើយក៏ត្រាស់បង្កើបឲ្យចៅฝ่ายស្រុកម្នាក់ឈ្មោះអុកមានងារនៅខាតដែលមានវាលធំល្អមកទទួលគោញីនោះនាំទៅខ្វៀលឯស្រុកស្រែស្រុកចោលមកហើយទ្រង់មានព្រះបន្ទូលថាត្បិតអញផ្ញើមេគោអញនេះឲ្យរាសស្រែខែចៅฝ่ายស្រុកឯងខ្វៀលរក្សាតែសត្វនេះល្អចម្លែកប្លែកហើយអញស្រឡាញ់ណាស់ផងដូច្នេះឲ្យគេចិញ្ចឹមថែទាំឲ្យល្អឲ្យប្រយ័ត្នបើមានឈ្មោះណាមួយមកប្រាប់ថាមេគោអញនោះវាស្លាប់អញនឹងកាប់ក្បាលអានោះមិនខានឡើយឮដូច្នេះហើយចៅហ្វៃស្រុកក្រាបទូលទទួលថាព្រះករុណាវិសេសហើយក៏នាំគោញីនោះចាន់ទៅខេត្តវិញមកដល់ហើយចៅហ្វៃស្រុកប្រមូលអស់នាគមឿនមេស្រុកជំទប់រាសទាំងអស់ផ្ដាំថាគោញីមួយនេះរបស់ហ្លួងជាអ៊ំចាស់ទ្រង់បានផ្ញើឲ្យយើងខ្វៀលរក្សាថែទាំឲ្យស្រួលសប្បាយតទៅមុខសេចក្តីនេះចង់ឲ្យនាគមឿនក្រំការរាសយកចាត់ទុកដាក់ជួយទាំងអស់គ្នាធ្វើឲ្យមេគោនេះចម្រើនកុំខានឡើយតែបើមិនឈឺឆ្អានរក្សាទេធ្វើឲ្យមេគោទៅជាស្លាប់នោះព្រះករុណានឹងឲ្យកាប់ក្បាលយើងទាំងអស់គ្មានប្រណីឡើយនាគមឿនក៏រើសភូមិណាដែលមានស្មៅច្រើនល្អឲ្យរាសភូមិនោះយកមេគោរបស់ហ្លួងទៅខ្វៀលឯរាសក៏ចេះតែខំប្រឹងយកចំណីឲ្យមេគោនោះស៊ីតែរាល់គ្នាសពថ្ងៃវេលានោះមេគោនោះវាឡើងជាថត់ណាស់ពុំចេះដើររកស្មៅស៊ីទេចាំតែក្នុងរោងឲ្យរាសយកអ្វីឲ្យវាស៊ីរាសក៏ចេះតែយកចំណីជាច្រើនពេញកញ្ជើការរងជារាល់វេលាយកស្មៅខ្ចីខ្លះសំណាបខ្លះទំពាំងឫស្សីខ្លះស្រូវខ្លះគួពោតខ្ចីខ្លះឯគោនោះវាស៊ីក្រៃពេកទាល់តែស្លាប់ទៅដោយតែវាស៊ីហួឃើញដូច្នេះរាសតូចចិត្តទៅប្តឹងជំទប់រត់ទាំងខ្លាចទៅប្តឹងមេស្រុកភ័យណាស់ពុំហ៊ានទៅជំរាបលោកចៅហ្វាយក៏ទៅប្តឹងត្រឹមស្មានភ័យបន្លឹកទៅជំរាបបាឡាត់ឮតាមសេចក្តីក៏ញ័រទាំងដៃទាំងជើងចូលទៅឯលោកចៅហ្វាយឃើញបាឡាត់ដូច្នេះហើយក៏សួរថាកើតគ្រូអ្វីក៏លោកបាឡាត់ញ័រទាំងដៃទាំងជើងយ៉ាងម្លឹងនោះបាឡាត់ឆ្លើយទៅវិញថាខ្ញុំបាទពុំហ៊ាននិយាយទេឯចៅហ្វាយប្រាប់ថាមិនអីទេលោកបាឡាត់និយាយចុះបាឡាត់និយាយថាសូមមេត្តាប្រោដិតមេគោព្រះករុណាវាស្លាប់ទៅហើយឮដូច្នេះចៅហ្វាយស្រុកក៏ស្លូតញាស់សពសាច់ស្រែកថាខ្ញុំអើយម្ដងនេះឃើញជាផុតជីវិតហើយដិតលួងជាម្ចាស់ជីវិតមានប្រាក់បន្ទូលផ្ដំថាបើនរណាទៅទូលថាមេគោនោះស្លាប់នឹងឲ្យកាប់ក្បាលខ្ញុំពុំព្រមទៅថ្វាយបង្គំក្រាបទូលតាមដំណើរទេឲ្យលោកបាឡាត់ទៅចុះឯបាឡាត់ប្រកែកឯការដែលចូលទៅក្រាបទូលព្រះករុណាក្នុងវេលានេះជានាទីរបស់ចៅហ្វាយស្រុកពុំគួរប្រោនាគមឿនណាទៅជួលឡើយប្រកែកគ្នាទៅវិញទៅមកជាយូរខ្លាំងណាស់កាលនោះជួនជីកូនក្រមុំចៅហ្វាយស្រុកដើរលេងក្នុងច្បារចិត្តខាងសាលាខេត្តឮចៅហ្វាយស្រុកជាឪពុកខ្សឹកសួលដូច្នេះក៏នាងឡើងទៅលើសាលាសួរថាឪអើយមានការអ្វីឲ្យបារម្ភចិត្តម្ល៉េះចៅហ្វាយស្រុកប្រាប់មកវិញថាកូនអើយ
ឪពុកមានសេចក្តីវេទនាណាស់ត្បិតគូញីរបស់លួងវាស្លាប់ទៅហើយឯព្រះករុណាបានផ្ដាំថាបើអ្នកណាជួយទៅក្រាបទូលថាមេគោនោះស្លាប់ព្រះករុណានឹងកាប់ក្បាលអ្នកនោះឥតប្រណីហេតុនេះបានជាពុកមានទុក្ខជាខ្លាំងណាស់ពុំព្រមចូលទៅក្រាបទូលតាមសេចក្តីទេឮដូច្នេះហើយនាងឆ្លើយមកវិញថាពុកកុំព្រួយចិត្តអីបើពុកពុំហ៊ានទៅទេខ្ញុំសូមទៅជួសចៅហ្វាយស្រុកខ្វាត់ពុំព្រមឲ្យនាងទៅក្រែងស្ដេចកាប់ក្បាលនាងតាមព្រះបន្ទូលឯចៅហ្វាយខ្វាត់យ៉ាងណាក៏នាងមិនព្រមស្ដាប់ចេះតែអង្វើឪពុកដល់ចៅហ្វាយស្រុកទាល់គំនិតក៏ឲ្យកូនទៅតាមប្រាថ្នាចិត្តទៅនាងរៀបដំណើរស្លៀកសំពត់ហូលល្អបងក្រមាព្រៃយ៉ាងល្អចូលទៅគាល់នៅអង្គុយស្ងៀមនឹងគេលុះស្ដេចតតឃើញនាងក្រមុំនោះមានរូបល្អណាស់មានព្រះបន្ទូលសួរថាមានមកពីណាអញពុំដែលស្គាល់មុខសោះនាងក្រាបទូលថាប៉មចាស់ខ្ញុំម្ចាស់មិនមែននៅក្រុងទេខ្ញុំម្ចាស់នៅស្រុកក្រៅខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកឈ្មោះអុកស្ដេចមានព្រះបន្ទូលសួរថាចៅហ្វាយស្រុកអុកដែរចិញ្ចាំមេគោអាននោះឬនាងក៏ក្រាបទូលថាប៉មចាស់ខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកនេះឯងព្រះករុណាក៏ទ្រង់ព្រះសងមនុស្សណាស់សួរថាមេគោអានសពថ្ងៃនេះយ៉ាងម៉េចហើយនាងតបថាមេគោព្រះករុណាវាពុំចាក់ផឹកទឹកទេស្ដេចឮដូច្នេះឆ្ងល់ណាស់សួរទៀតថាវាស៊ីស្មៅស្រួលទេនាងឆ្លើយឡើងវិញវាពុំចាក់ស៊ីស្មៅទេស្ដេចសួរថាបើដូច្នោះមេគោអញវាធ្វើអ្វីនាងទូលថាវាពុំចេះបន្ទោមូទេស្ដេចក៏ឆ្ងល់រឹតតែខ្លាំងឡើងសួរថាអ្វីទៀតឯនាងក្រាបទូលថាមេគោនោះវាលែងបន្ទោបងផងស្ដេចក៏ស្រែកថាហើយមេគោអញវាពុំចេះផឹកទឹកពុំចេះស៊ីស្មៅលែងនំលែងជូរអាចនោះដូចជាមេគោអញវាស្លាប់ទៅហើយនាងក៏ក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសព្រះករុណាមានព្រះបន្ទូលថាមេគោនោះវាស្លាប់ហើយឯខ្ញុំម្ចាស់មិនបានក្រាបទូលថាដូច្នោះសោះហេតុនេះមិនមែនជាក្បៅខ្ញុំម្ចាស់ទេដែលគួរកាប់នោះឮដូច្នេះហើយស្ដេចក៏ទ្រង់ព្រះសម្រួលពុំមានខ្ញាវឡើយទ្រង់ព្រះរាជទានរង្វាន់ទៅនាងវិញផងហើយមានព្រះបន្ទូលត្រាស់បង្កាប់ឲ្យទេមព្រះរាជរថមួយត្រង់នាងវិលទៅផ្ទះវិញទ្រង់អភ័យទោសទាំងអស់